បញ្ហាអីទៅបញ្ហាគឺស្ថិតនៅលើលោកឡុងទៀមទាខ្លាំងពេកយើងនិយាយគ្នាហើយគឺ5លានឥឡូវបែរជាលើកតម្លៃឡើងទៅដល់30លានលោកវាងគេគឺខ្ញុំអត់និយាយជាមួយនាងទេខ្ញុំសួរគេលោកវ៉ាន់ខ្ញុំទូននឹងហើយជាជំនួយការរបស់នាងទេចម្លែកណាស់ពីព្រោះនាងខ្ញុំសុទ្ធតែដឹងច្បាស់នាងមិនជាកូនស្រីសុនចាលៀងទេគិតយ៉ាងម៉េចទៅឥឡូវគូគិតយ៉ាងម៉េចទៅមកពីតកោទូនឪពុកគេអាកំបាំងធំដល់ម្លឹងអត់ប្រាប់ខ្ញុំឲ្យដឹងមួយម៉ាស់ឥឡូវឲ្យខ្ញុំពុករបស់ស្អីឲ្យគេក្បែរខ្លួនគ្មានអ្នកណាអាចជួយភាសាទាំងអស់គ្នាសុទ្ធតែមនុស្សអត់បានការទាំងអស់អ្នកណាមិនដឹងស្លាប់រួចអញ្ចឹងចូលមកអ្នកនាងលេងមិនគេផ្ញើបានមកឲ្យចាំបន្តិចទៀតចាំខ្ញុំមកចូលមកអ្នកបោះសម្អាតទីនេះចាំមែនហើយឯកសារមករៀបចំមកស្រួលបួលទេចាំជាផ្ដេសផ្ដាស់មែនឈីនាងមកក្រុមហ៊ុនមករយៈពេលហើយនាងយល់ថាក្រុមហ៊ុនយ៉ាងម៉េចដែរនិយាយតាមត្រង់មកខ្ញុំយល់ថាល្អណាស់ខ្ញុំនៅជាមួយមិត្តរួមការងារដ៏ល្អប្រាក់កម្រៃក៏គួរសមអ្នកនាងលេងហើយក៏សួរអញ្ចឹងខ្ញុំយល់ថានាងឆ្លៀវវៃណាស់គួរតែបញ្ចប់មហាវិទ្យាល័យហើយត្រូវរៀបចំឲ្យនាងនៅកន្លែងទទួលភ្ញៀវនិងទទួលទូរស័ព្ទតែល្បាតឲ្យនាងទេមិននឹងអាចទេប៉ាខ្ញុំនិយាយថាធ្វើជាមនុស្សសុខចិត្តធ្វើជាអ្នកកប៉ិកកប៉ុកនៅកន្លែងធំមិនធ្វើជាអ្នកធំនៅកន្លែងតូចម្យ៉ាងទៀតខ្ញុំចូលចិត្តកិនគូហាន់ដែលជាក្រុមហ៊ុនធំដល់ម្លឹងខ្ញុំរៀនសូត្របានច្រើនណាស់ថ្មីត្បិតតែខ្ញុំរាល់ថ្ងៃឈរនៅមាត់ទ្វីតែអ្នកធំដែលសាចេញចូលនោះមិនមែនថានៅកន្លែងផ្សេងអាចជួបបានស្រួលនោះទេជាពិសេសគឺអ្នកជាន់ខ្ពស់ដូចជាអ្នកនាងទិញអញ្ចឹងខ្ញុំសង្ឃឹមថានឹងអាចរៀនសូត្របានច្រើនចេះស្កប់ស្កល់គឺសិលធម៌ល្អមួយដែរប៉ុន្តែបើចង់បានជោគជ័យត្រូវមានមហិច្ឆតាធំធេងទៅបានខ្ញុំនិយាយថាបើសិនជាមានឱកាសខ្ញុំនឹងបដោះបដាននាងខ្ញុំចូលចិត្តក្មេងៗដែលចេះរស់រាយហើយចេះតស៊ូដូចជានាងអញ្ចឹងអញ្ចឹងថ្ងៃក្រោយនាងនៅក្បែរខ្ញុំរៀនសូត្រតាមខ្ញុំបានច្រើនមែនទេប៉ុន្តែអ្នកនាងទិញអ្វីក៏ខ្ញុំមិនចេះដែរអាយ៉ាខ្ញុំនិយាយឲ្យថារៀនតាមសម្រួលទៅឬមួយក៏នាងគ្មានចំណូលចិត្តចំពោះខ្លួនឯងទេម្យ៉ាងទៀតនាងក៏បារម្ភដំបងខ្ញុំអត់ដាក់ការងារធ្ងន់ឲ្យនាងទេជួយស៊ើបដំណឹងម្នាក់នេះឲ្យខ្ញុំលេខទូរស័ព្ទនៅលើនេះបានផ្អាកប្រើយូរហើយអាស័យដ្ឋានលើនេះប្រហែលជាគ្រាន់តែបោកប្រាស់យើងប៉ុណ្ណឹងមកត្រូវស៊ើបមែននោះត្រូវប្រាំយកបែបបានច្រើនយល់ពីសម្ដីខ្ញុំទេខ្ញុំយល់ហើយសួរបន្តែតើសិល្បករមួយនេះគេចង់មករៀបចំពិព័រណ៍នៅទីនេះមែនទេគឺម្នាក់ហ្នឹងហ៎គេជាសិល្បករផ្នែករៀបចំមកពីប្រទេសបារាំងហ៎ការពិព័រណ៍របស់គេប្រហែលខែមុនគេលុបចោលអស់ហើយហេតុអីគេបដូរទីតាំងឬក៏មានមូលហេតុផ្សេងខ្ញុំមិនដឹងពីមូលហេតុទេសិល្បករទាំងនោះដូចជាមានអាកំបាំងចម្លែកដល់ហើយលិខិតផ្សព្វផ្សាយទាំងឡាយយើងក៏បានបោះពុម្ពហើយក៏បានផ្សាយចេញដែរគេបែរជាលុបចោលទៅវិញតែខ្ញុំធ្វើយ៉ាងណាទើបអាចតេតងជាមួយគេបានខ្ញុំមិនដឹងទៅឬថាម្ចាស់តាំងពិព័រណ៍ទារសងប្រាក់កិច្ចសន្យាក៏រកមិនឃើញផងសូមអរគុណគឺគេភារកិច្ចទី1នៃទិញឯងឲ្យខ្ញុំរកគេនៅគូម្នាក់នឹងធីណាលប៉ាគេនឹងគឺធីណាស្មានមកដល់ទេគេគឺជាអ្នកសិល្បៈដ៏ល្បីដែលទើបតែមកពីប្រទេសបារាំងវិញអ្នកសិល្បៈថាយ៉ាងម៉េចខ្ញុំមិនសមនឹងគេមើលទៅលប៉ាដឹងថាសង្សារចាស់ត្រឡប់មកវិញយូរហើយប៉ុន្តែលប៉ាដឹងក៏ត្រឹមត្រូវដែរចុះហេតុអីក៏ទីអ៊ីឈិញចង់រកគេត្រូវហើយម្យ៉ាងទៀតគេក៏ដូចជាដឹងថាធីណាសັບតែបាត់ខ្លួនដែលគ្មានមូលហេតុដែរតែគេប្រាប់ខ្ញុំថាទៅរយឃើញហើយចម្លែកចង់គេត្រឡប់មកធ្វើការពិសោធន៍ក៏សັບតែលុបចោលវិញហើយម្យ៉ាងវិញទៀតខ្សែរយៈដែលគួរតាក់ទងបាននោះសັບតែដាច់អត់ទៅហើយ
លោកចោលពីពួកហើយដៃខ្សែរយៈអស់ទៀតរឿងអីក៏ចៃដន្យម្លេះឈីមានប្រាប់អ៊ីនជឺដារស់ហើយនឹងមែនទេប៉ុន្តែអូមូទីគឺនាងទេនៅមកទេមកចេះខ្មាស់គេទេមកចូលមកញ៉ាំអីបន្តិចសិនណាលោកប៉ាមិនក៏សំចំពោះខ្ញុំពេកទេខ្ញុំនិយាយត្រង់តែម្ដងខ្ញុំចូលមកទីនេះគឺចង់ប្រាប់ទាំងអស់គ្នាថាពីពេលនេះទៅខ្ញុំនឹងចូលរួមក្នុងការពិភាក្សាគ្រប់អត្ថន័យដែលទាំងអស់គ្នានិយាយហើយហើយនឹងការសម្រេចចិត្តទាំងអស់គ្នាមិនឲ្យខ្ញុំដឹងទេហេតុនេះទាំងអស់គ្នាក៏មិនបាច់ប្រុងប្រយ័ត្ននឹងខ្ញុំដែរមើលទៅសម្ដីមូទីចង់និយាយថាថ្ងៃក្រោយលេចូលរួមក្នុងផែនការសកម្មភាពរបស់យើងហើយគឺមានត្រឹមតែជាអ្នកវិនិយោគម្នាក់មកសហការជាមួយយើងប៉ុណ្ណោះមានន័យថាម៉េចខ្ញុំគ្រាន់តែផ្ដល់ព័ត៌មានជាក់លាក់ឲ្យទាំងអស់គ្នាចាញ់ភាគរយឲ្យខ្ញុំមានតែប៉ុណ្ណឹងអរគុណទាំងអស់គ្នាមកថែខ្ញុំរយៈពេលនេះសម្រាប់ចឹងចាស់លាប្រហែលនេះគឺជាលទ្ធផលល្អនេះគឺជាលទ្ធផលដែលគួរមានកាប់ពិតគេមិនមែនជាមនុស្សក្នុងពិភពយើងទេពីមុនមិនមែនថ្ងៃក្រោយក៏មិនមែនខេគួរតែស្វាគមន៍ណាអេខេណែឲ្យវាទៅចុះបើមិនឲ្យវាឈឺចាប់ដល់ខ្លាំងម្ដងវាមិនភ្ញាក់លើកទេមូទីគិតចឹងយករួចខ្លួនតែម្នាក់ឯងចឹងលោកនិយាយពាក្យនេះមិនចម្លែកទេពីដើមដល់ចប់អ្នកតាស់នឹងមកយើងនៅមិនយើងគឺលោកមិនមែនខ្ញុំទេខ្ញុំមិនចង់ស្ដាប់សម្ដីប្រកាសយកឈ្នះទាំងនោះទេដែលអាចប្រជុំមុខនឹងខ្ញុំដែលស្មោះត្រង់ម្ដងបានឬមិនបានលោកមិនយល់ថាគួរឲ្យអស់សម្លេងពេកទេអ្នកដែលរត់ដោយសារការបោកប្រាស់បែរជាសំណុំពរគេស្មោះត្រង់មែនតាទោះជាពាក្យពិតក៏ដោយនៅពេលដែលលោកស្ដាប់ទៅលើថាពាក្យមិនពិតដែរឡងទោះជានឹងនិយាយអីក៏ខ្ញុំស្ដាប់ដែរតែមួយលើកនេះគុណសម្រាប់ខ្ញុំមកបាននេះប្រាប់មកថានាងគ្រាន់តែប្រើប្រាស់ខ្ញុំប្រាប់មកថានាងធ្វើអញ្ចឹងគឺមានមូលហេតុរបស់នាងឲ្យតែនាងប្រាប់ខ្ញុំសុខចិត្តជឿលោកខេសបើសិនជាខ្ញុំមិនស្គាល់លោកច្បាស់មិនដឹងច្បាស់ពីចរិតលោកក៏ខ្ញុំចាញ់បោកលោកដែរលោកសម្ដែងជាប្រុសមុតដល់ស្នេហ៍សម្ដែងបានល្អណាស់សម្ដែងបានល្អមែនទេសរសើរពេកហើយអ្នកនាងអ៊ីការសម្ដែងខ្ញុំ